ដោយសារតែមើលឃើញគ្រោះថ្នាក់ចរាចរណ៍កើតឡើងរឿយៗទាក់ទងនឹងដោយសារតែបុគ្គលដែលស្រវឹងបើកបរឲ្យធ្វើឲ្យប៉ះពាល់ដល់ជីវិតឬក៏អាយុជីវិតឬក៏ប៉ះពាល់ដល់ការសំណុកសុខស្រួលការធ្វើដំណើររបស់អ្នកដទៃលើដងផ្លូវអញ្ចឹងទៅធ្វើឲ្យខ្ញុំចេះតែនឹកឃើញចង់យករឿងនឹងមកនិយាយខ្លះៗទាក់ទងទៅរឿងករណីដែលស្រវឹងឲ្យបើកបរនឹងដែរហ្នឹងហើយគ្រប់ជាសួរដូចជាស្វាគមន៍កាន់វីដេអូមកខ្ញុំហ្នឹងហើយខ្ញុំចង់មកនិយាយទាក់ទងជាមួយនឹងដូចខ្ញុំបើកពីក្បាលវីដេអូអញ្ចឹងគឺខ្ញុំចង់និយាយទាក់ទងជាមួយនឹងករណីគ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងដោយសារការផឹកស្វឹងបើហើយបើកបរខ្ញុំមិននិយាយក្នុងលក្ខខណ្ឌដែលកើតឡើងក្រោយពីបុកគ្នាហើយណាខ្ញុំនិយាយកាលពីមុនដែលគាត់ស្វឹងហ្នឹងមុនដែលគាត់ស្វឹងហ្នឹងមិនគាត់ស្វឹងមានគាត់ចង់បើកបរមានគាត់ស្វឹងហើយទៅចេះរឹងក្បាលនៅតែចង់បើកបរនៅតែចង់អីចឹងទៅខ្ញុំមិននិយាយពីគ្រោះថ្នាក់ហើយបានកើតរឿងអីឡើងអត់ទេខ្ញុំនិយាយតែពីមុនដែលកើតមានផ្នែកចរាចរណ៍ហ្នឹងតែអីមនុស្សនឹងស្វឹងហើយនៅតែរឹងក្បាលរឹងទៅចេះអីចឹងទៅហ្នឹងហើយតាមខ្ញុំទៅសើចមើលមកខ្ញុំឆ្ងល់ពីដំបូងខ្ញុំឆ្ងល់ថាម៉េចអីបើមនុស្សស្វឹងចូលចិត្តមានភាពក្លាហានស្វឹងចេះតែចង់បើកបរស្វឹងមានភាពក្លាហានទាក់ទងខ្ញុំនិយាយនឹងភាពក្លាហានហ្នឹងវាចេះដោយសារតែយើងមើលឃើញថាមនុស្សស្វឹងពេលខ្លះហ៊ានក្នុងខាងឆាបញ៉ៃគេអ្នកខ្លះពេលអត់ស្វឹងជាមួយធម្មតាអត់ហ៊ាននិយាយស្ដីអីថប់ស្កាត់ហ៊ានស៊ីអត់ហ៊ាននេះអីប៉ុន្តែនៅពេលដែលស្នាចូលក្នុងខ្លួនពុតចាប់ហ៊ានឆាបទៅញ៉ៃគេហ៊ានឆាបទៅសង្សារចាស់ហ៊ានឆាបទៅនេះទៅនោះចេះតែនិយាយនេះនិយាយនោះមានភាពក្លាហានឡើងមកដែរជឿកាលពីមុនស្វឹងគឺអត់មានភាពក្លាហានអីទេហ្នឹងន័យថាហេតុផលគឺដោយសារស្រាឯងគឺជាអ្វីដែលធ្វើឲ្យបុគ្គលនឹងហ៊ានធ្វើអ្វីមួយដែលខ្លួនឯងអត់ហ៊ានកាលពីខ្លួនឯងអត់ស្វឹងចឹងហើយនឹងអានឹងគឺជាមូលហេតុធំដែលយើងគួរតែយកមកនិយាយតើតោងរឿងណាដែលថាខ្ញុំមើលឃើញតើតោងរឿងហ្នឹងហើយខ្ញុំទៅសើចមើលខ្លះតើតោងរឿងណាឃើញថាគេនិយាយថាមនុស្សស្វឹងគឺជាមនុស្សដែលមានការគិតខុសប្លែកពីមនុស្សធម្មតាមានថាអត់ដូចមនុស្សធម្មតាដែលយើងគិតយល់តើតោងរឿងខ្លះហ្នឹងឯងដោយសារតែខួរក្បាលរបស់គាត់នឹងគឺវាចេះតើតោងកន្លែងណាគេនិយាយថាផ្នែកមួយនៃខួរក្បាលដែលមានសមត្ថភាពក្នុងការគិតក្នុងការវិនិច្ឆ័យទៅលើហានិភ័យផ្សេងៗដែលអាចកើតឡើងនៅថ្ងៃខាងមុខវាធ្លាក់ចុះដោយសារតែភាពស្វឹងដោយសារស្រាហ្នឹងវាទៅសង្កត់ផ្នែកហ្នឹងចុះខ្ញុំប្រើប្រាស់ពាក្យសង្កត់ចឹងមិនដឹងថាក្នុងន័យវិទ្យាសាស្ត្រក្នុងន័យពេទ្យអីគេត្រូវណាប៉ុន្តែខ្ញុំប្រើពាក្យសង្កត់នេះថាវាទៅសង្កត់គូក្បាលផ្នែកហ្នឹងកុំឲ្យគិតកុំឲ្យពិចារណាកុំឲ្យចេះវិនិច្ឆ័យហ្នឹងទៅបាត់បង់សមត្ថភាពក្នុងការទៅពិចារណាបាត់បង់សមត្ថភាពក្នុងការវិនិច្ឆ័យលើហានិភ័យឬក៏អីផ្សេងៗដែលអាចកើតឡើងនៅពេលខាងមុខបន្តទៀតចឹងទៅអាទៅនឹងដែរវាជាហេតុផលធ្វើឲ្យគាត់ឯងមានភាពគេហៅថាជឿជាក់លើខ្លួនឯងគេថាជឿជាក់យល់ពាក្យជឿជាក់តែនេះជឿជាក់លក្ខណៈជ្រុលលឹះលុបរហូតដល់ថ្នាក់វាខ្លួនឯងខុសគិតថាខ្លួនឯងអត់ខុសគិតថាខ្លួនឯងចឹងទៅហើយជ្រើសរើសធ្វើរឿងហ្នឹងគឺការបាក់ឡានជ្រើសរើសធ្វើរឿងហ្នឹងដោយអត់ខ្វល់អំពីច្បាប់ថានឹងកើតឡើងអីឡើងហើយនឹងអត់ខ្វល់ពីភាពអន្តរាយឬក៏ហានិភ័យដែលអាចកើតឡើងនៅពេលគាត់បើកបរលើដងផ្លូវមិនថាជីវិតគាត់ឬក៏ជីវិតអ្នកដទៃគឺគាត់អត់បានខ្វល់នោះទេហើយសំណួរមួយទៀតខ្ញុំសួរពីក្បាលវីដេអូដែរគឺទាក់ទងថាហេតុអីបានមនុស្សដែលស្រវឹងនៅតែចូលចិត្តបើកបរឆ្ងល់អ្នកនេះស្ទប់ឆ្ងល់ហេតុអីបានស្រវឹងនៅចូលចិត្តបរតាមខ្ញុំគិតទៅមនុស្សហ្នឹងពេលមុនស្រវឹងអត់និយាយខ្លួនឯងចង់បើកបរទេកាលមុនស្រវឹងកាលអត់តស្រវឹងអត់និយាយខ្លួនឯងចង់បើកបរទេកាលមុនស្រវឹងហ្នឹងអត់អីទេចាំពេលខ្ញុំស្រវឹងខ្ញុំហៅគេហៅឯងមកដឹកខ្ញុំទៅផ្ទះឬក៏ខ្ញុំហៅតាក់ស៊ីឬក៏ខ្ញុំហៅអីមកបើកខ្ញុំអត់បើកបរទេខ្ញុំតែផឹកឯងខ្ញុំស្រវឹងខ្ញុំដេកមកបើកបរអីចឹងហ្មងខ្ញុំរឿងខ្ញុំអញ្ចឹងតែដល់ពេលស្នាចូលខ្លួនស្រវឹងពុបទាញទៅសោឡានចង់ទៅបើកបរទោះបីអ្នកណាហាមក៏ឈ្នះទោះបីអ្នកណាហាមក៏អត់បានអីចឹងទៅហេតុអីបានមនុស្សនឹងអញ្ចឹងកាលមុនផឹកស្រានិយាយផ្សេងការប្រៀបផ្សោយប្រសាហើយតែនិយាយផ្សឹងអីចឹងទៅហ្នឹងហើយកាលតែស្រាអត់ចូលខ្លួនហ្នឹងគាត់ក៏ដឹងថាការបើកបរទាំងស្រវឹងវាប៉ះពាល់ដល់ជីវិតអាយុជីវិតគេទាំងអាយុជីវិតគេទាំងអាយុជីវិតខ្លួនឯងអីចឹងគេក៏ដឹងទាំងអស់ហ្នឹងប៉ុន្តែដល់ពេលដែលស្រាចូលខ្លួនពុបក៏ភ្លេចរឿងអស់លីងបាត់បង់សមត្ថភាពក្នុងការគិតបាត់បង់សមត្ថភាពក្នុងការវិនិច្ឆ័យបាត់បង់សមត្ថភាពផ្សេងហានិភ័យដែលកើតឡើងអីចឹងបាត់បង់អស់លីងហ្នឹងមកពីមូលហេតុអីគេទី1ដែលខ្ញុំចង់និយាយហ្នឹងគឺវាជាស្រាហ្នឹងខ្ញុំដឹងស្រាប់ហើយគឺវាប៉ះពាល់ដល់គូក្បាលអ្នកណាក៏ដឹងដែរអ្នកផឹកខ្លួនឯងផ្ទាល់ហ្នឹងក៏ដឹងដែរប៉ុន្តែនៅតែផឹកខ្ញុំក៏ឆ្ងល់ដែរសួរតែឆ្ងាញ់តាណាខ្ញុំក៏អត់យល់ដូចគ្នាផឹកល្វីខ្ញុំងាប់តែឆ្ងាញ់តាណាខ្ញុំអត់យល់ដោយសារតែស្រាប៉ះពាល់ដល់ផ្នែកគូក្បាលឯងជាពិសេសនោះផ្នែកគូក្បាលផ្នែកគូក្បាលដែលទទួលខុសត្រូវលើការសម្រេចចិត្តនិងការគ្រប់គ្រងខ្លួនឯងហ្នឹងវាបាត់បង់បាត់ហើយព្រោះមនុស្សហ្នឹងអត់អាចគ្រប់គ្រងខ្លួនឯងបានទេហ្នឹងហើយអញ្ចឹងមានថាការដែលគាត់សម្រេចចិត្តនៅពេលគាត់ស្វឹងមានថាមិនមែនគាត់ខ្លួនឯងជាសម្រេចចិត្តទេគឺស្រាជាសម្រេចចិត្តជំនួសគាត់អញ្ចឹងហើយពេលខ្លះមនុស្សក៏យកហេតុផលហ្នឹងមកនិយាយថាខ្លួនឯងអត់បានខុសទេស្រានិយាយនេះខ្លះធ្លាប់លើកថាអាហ្នឹងមិនខ្ញុំនិយាយស្រានិយាយខាងឡើយវាអញ្ចឹងហេតុផលវាមកវាអញ្ចឹងតែយើងស្ដាប់ទៅមានអារម្មណ៍ថាស្រានិយាយមែនតែតាមទៅគាត់ឯងខ្លួនឯងអាចគ្រប់គ្រងខ្លួនឯងបានមិនស្រាណាមកនិយាយទេហ្នឹងហើយហេតុផលទី1ខ្ញុំចង់មកនិយាយទៅតងរឿងហ្នឹងគឺចែកការវាតម្លៃសមត្ថភាពខ្លួនឯងខុសមានន័យថាមនុស្សដែលផឹកស្វឹងហើយហ្នឹងចាប់ដើមវាតម្លៃខ្លួនឯងលើសលប់ឧបការពេទ្យដូចខ្ញុំនិយាយប្រាប់អ្នកនេះអញ្ចឹងកាលមុនស្វឹងគាត់អាចគិតបានថាគាត់អាចបើកបរក្នុងស្ថានភាពស្វឹងអាចបែបហ្នឹងពេលមុនស្វឹងគាត់អាចគិតបានប៉ុន្តែដល់ពេលក្រោយពេលស្វឹងហើយគឺគាត់ចាប់ដើមទិញសោឡានទិញសោម៉ូតូចាប់ដើមចង់ជិះនេះចង់ចង់ជិះនោះដោយសារតែគាត់មានភាពក្លាហានក្នុងខ្លួនខ្លាំងពេកហើយគាត់ក៏បានខ្វល់អំពីរឿងអីដែលកើតឡើងនៅថ្ងៃមុខទៀតឬក៏នៅពេលខាងមុខទៀតដែលនឹងកើតឡើងនៅពេលដែលគាត់ឡើងលើម៉ូតូឡើងលើឡានបើកបរហ្នឹងហ្នឹងហើយគាត់អត់បានគិតនោះទេទី2តើតើជាមួយនឹងការមើលសារជាមួយនឹងហានិភ័យដូចខ្ញុំនិយាយមិញអញ្ចឹងគឺគាត់អត់បានខ្វល់តើតើជាមួយនឹងឋានកើតអីឡើងទេនៅពេលដែលគាត់បើកបរនៅពេលស្វឹងគាត់អត់ខ្វល់ទេអញ្ចឹងហើយគាត់ក៏ហើយគាត់បើកបរទៅហើយពេលច្រើនហេតុផលដែលគាត់យកនិយាយគឺចិត្តនេះហ្នឹងផ្ទះនៅទីនេះណា1គីឡូហ្នឹង2គីឡូហ្នឹងជួនកាលគ្រោះថ្នាក់ចរាចរណ៍វាមិនបានកំណត់រយៈចម្ងាយដែលយើងបើកបរទេជួនកាលឲ្យចេញពីហាង50គីឡូម៉ែត្របុកនេះក៏មានជួនកាលបើកឡានចេញដល់100ដល់1គីឡូតែបុកនេះក៏មានអញ្ចឹងហើយកុំនិយាយហេតុផលតែនៅចិត្តនេះនឹងនៅចិត្តនោះនឹងមិនអីទេប៉ុណ្្នឹងអីវាអត់មានហេតុវាមិនជាហេតុផលដែលត្រូវយកមកនិយាយទេយល់អត់បើថាស្វឹងហើយ
គឺត្រូវទទួលស្គាល់ខ្លួនឯងអ្នកស្បឹងមូលហេតុសំខាន់បំផុតគឺត្រូវទទួលស្គាល់ខ្លួនឯងស្បឹងបើយើងអត់ទទួលស្គាល់ខ្លួនឯងស្បឹងទេគឺចប់ហើយព្រោះគ្មានណាហាមយើងបានក្រៅពីយើងខ្លួនឯងទេហ្នឹងហើយនេះចំណុចទី2តើតោងចំណុចទី3តើតោងលើការមានទំនុកចិត្តទៅលើខ្លួនឯងលើសលប់អាហ្នឹងហើយដូចខ្ញុំនិយាយមុនមិញអញ្ចឹងគឺស្បឹងកាន់តែខ្លាំងកាន់តែធ្វើឲ្យមនុស្សនេះជឿជាក់លើខ្លួនឯងកាន់តែខ្លាំងថាខ្លួនឯងអត់ស្បឹងអ្នកនេះសាក់ទៅសួរមនុស្សស្បឹងថាតើគាត់ស្បឹងអត់ពេលច្រើនប្រកែកខ្ញុំថាអត់ស្បឹងទេអត់ស្បឹងទេគ្មានមនុស្សស្បឹងណាដែលនិយាយថាខ្លួនឯងស្បឹងទេកម្រមានបំផុតលោកតែមនុស្សនឹងមានសតិបញ្ហាគ្រប់គ្រាន់បានជាពេលមានគេសួរថាស្បឹងអត់អូខ្ញុំស្បឹងខ្ញុំស្បឹងហើយអានឹងមានទំនុកដែលគេចេះគិតហើយគេអត់ស្បឹងទេមនុស្សនេះអត់ស្បឹងទេដែលនិយាយថាខ្លួនឯងអត់ខ្លួនឯងស្បឹងនឹងគឺជាមនុស្សដែលអត់ស្បឹងទេប៉ុន្តែមនុស្សដែលស្បឹងគឺជាមនុស្សដែលពេលគេសួរថាស្បឹងហ្នឹងស្បឹងហ្នឹងអត់ស្បឹងឯងស្បឹងទៅបានទៅអានឹងហើយគឺជាមនុស្សដែលស្បឹងពិតប្រាកដចូលមកចំណុចទី4នេះខ្ញុំចង់និយាយទាក់ទងជាមួយនឹងការគ្រប់គ្រងអារម្មណ៍និងការហាមឃាត់ខ្លួនឯងនឹងវាអត់បានយល់អត់ក្នុងការគ្រប់គ្រងអារម្មណ៍នេះខ្ញុំធ្លាប់និយាយទាក់ទងជាមួយវីដេអូមុនដូចជាយូរហើយនឹងអ្នកអាចសាកទៅមើលបានដោយសារតែវីដេអូនេះខ្ញុំនិយាយការគ្រប់គ្រងខ្លួនឯងគ្រប់គ្រងអារម្មណ៍ហ្នឹងគឺពេញមួយវីដេអូយូរហ្មងចឹងហើយអាចនឹងលម្អិតជាងនេះចឹងនេះខ្ញុំអត់និយាយលម្អិតហ្មងទេហ្នឹងហើយខ្ញុំនិយាយតែក្បាលហ្នឹងហើយទាក់ទងជាមួយនឹងការហាមឃាត់ខ្លួនឯងអត់បានដោយសារតែចេះដោយសារតែមនុស្សទៅបងគឺជាមនុស្សទៅរឿងក្បាលទៅចេះចូលមកនិយាយមែនអាវាថានៅពេលយើងទៅផឹកជាមួយនឹងទៅផឹកជាមួយទៅផឹកឯងគេថាផឹកជាមួយភេទផឹកជាមួយក្រុមការងារផ្សេងៗហ្នឹងគឺយើងទៅផឹកមួយគ្នាទៅមានគ្នាយើងនិយាយមានគ្នាទៅមនុស្សដែលអត់ស្វឹងនៅក្នុងក្រុមដូចមនុស្សអត់ស្វឹងហ្នឹងហើយគាត់និយាយថាហើយស្វឹងហើយកុំបាក់បោអីបាក់បោកើតអាអ្នកស្វឹងហ្នឹងឯងតែតើមិនថាអីទេអញនៅទីចឹងទៅនឹងអាចបាក់បោបានអីទេអត់អីទេគេថាគឺទៅចេះនឹងក្បាលនិយាយអញ្ចឹងអាហ្នឹងគឺជាចំណុចទី4ខ្ញុំចង់និយាយហើយចំណុចទី5ដែលទាក់ទងជាមួយនឹងសម្ពាធសង្គមខ្ញុំនិយាយថាពេលខ្លះទៅទាក់ទងនឹងសម្ពាធសង្គមទាក់ទងនឹងមនុស្សផឹកសុកហេតុអីបានទាក់ទងសម្ពាធសង្គមវាទាក់ទងជាមួយនឹងរបស់ជំនាញខ្លួនគាត់ឧទាហរណ៍ថាគាត់ទៅផឹកស្វឹងគាត់ទៅផឹកមិនប្រាប់ចង់ថាគាត់បើកបរអីគេទៅផឹកអ្នកខ្លះបើកម៉ូតូទៅផឹកអ្នកខ្លះបើកឡានទៅផឹកអីហ្នឹងទៅហ្នឹងហើយដោយសារតែអារឿងហ្នឹងហើយគឺភ័យខ្លាចក្នុងការហ៊ានទុកនៅកន្លែងគេក្នុងពេលដែលស្វឹងយើងនៅពេលស្វឹងយើងភ័យខ្លាចអត់ហ៊ានទុករបស់នៅកន្លែងគេមិនមែនត្រូវយកផ្ទះបានទាំងឡានទាំងម៉ូតូយើងពេលចាំបើកជាយាមចង់បើកផ្ទះវិញអញ្ចឹងទៅទាំងខ្លួនឯងស្វឹងក៏ដោយក៏ចង់ទុកកន្លែងដែរដោយសារតែភ័យខ្លាចហានិភ័យផ្សេងៗដែលកើតឡើងជាមួយនឹងម៉ូតូឡានបើគាត់អញ្ចឹងទៅហើយនៅក្នុងនឹងដែរក៏មានតាក់ទងជាមួយនឹងការហៅតាក់ស៊ីវាការហៅប៉ាសអេបអីស្អីហ្នឹងវាអាចមានតម្លៃថ្លៃជាងគាត់ជិះម៉ូតូមកខ្លួនឯងចឹងទៅគាត់គាត់លុយកាត់លុយអញ្ចឹងទៅគាត់ក៏អត់ចង់ជិះវិញតែពេលខ្ញុំនិយាយក្នុងលក្ខខណ្ឌហ្នឹងវាប្រៀបដូចជាទៅផឹកអាលុយថាអត់លុយខំទៅផឹកមិនហេតុមានអត់ទេតែតែបើមិនមែនទេយើងអាចវិភាគទៅនឹងមួយខ្លះចិត្តជិះឡានជិះម៉ូតូខ្លួនឯងក៏មិនហៅខ្ចីហៅប៉ាសអេបខ្ចីហៅស្អីជិះដែរដោយសារតែរឿងចឹងលុយហ្នឹងហើយក្នុងនឹងមួយទៀតដែរអាបញ្ហាសម្ពាធសង្គមក៏តាក់ទងជាមួយនឹងមិត្តភក្តិឬក៏មិត្តរួមផឹកមិត្តរួមផឹកនិយាយថាមិត្តរួមផឹកចិត្តផឹកជាមួយគ្នាណាអត់ចេះហាមឃាត់មានតែការជំរុញមានតែការលើកចិត្តថាវាទៅបានអីទេបានអីទេវាស្បឹងប៉ុណ្ណឹងអីទេអញ្ចឹងទៅអានឹងហើយគឺជាហេតុផលដែលមនុស្សជ្រើសរើសក្នុងការជ្រើសរើសមនុស្សនៅជំនាញខ្លួនយើងក៏វាផ្ដល់ផលប៉ះពាល់ដល់អាយុជីវិតរបស់យើងផ្ដល់ផលប៉ះពាល់ដល់ស្អីដែលនឹងកើតឡើងជីវិតរបស់យើងណាអញ្ចឹងហើយរឿងមនុស្សឲ្យវាត្រូវអញ្ចឹងនេះរឿងមនុស្សអញ្ចឹងអីវាថាជំរុញឲ្យយើងធ្វើរហូតពេលមិនដឹងតែយើងស្បឹងយើងអីតែនៅជំរុញថាវាអាចបានទៅបានទៅដល់ប្រហែលគ្រោះថ្នាក់ចរាចរណ៍ប៉ះពាល់អាយុជីវិតខ្លួនឯងហើយមាននេតិផ្សេងទៀតដែលប៉ះពាល់តទៀតអញ្ចឹងទៅអញ្ចឹងហើយក្នុងការរើសមិត្តភក្តិរឿងអ្នកដើរជាមួយរឿងអ្នកក្នុងផ្នែកផ្សេងៗនៃការផឹកទាំងការងារការរៀនសូត្រអីហ្នឹងក៏គួរតែរើសមើលបានត្រឹមត្រូវដែរហ្នឹងហើយហើយមួយទៀតទាក់ទងទៅនឹងដែរវាយើងចង់បានមិត្តភក្តិល្អឬក៏មានមិត្តភក្តិនេះក្នុងខ្ញុំនិយាយក្នុងលក្ខខណ្ឌនេះគឺមិត្តភក្តិយើងគួរតែបើបារម្ភពីមិត្តភក្តិរបស់យើងគាត់កុំជំរុញគាត់ឲ្យបើកបោកកុំជំរុញឲ្យអីហ្នឹងអាចថាត្រូវការវាថាតែសិនថាគាត់ពិតជាមានសតិសម្បញ្ញាគ្រប់គ្រាន់ក្នុងការបើកបោកអត់អីចឹងអាចថាឲ្យឈរជើងមួយដើម្បីមើលថាមានលំនឹងអត់អាចលាបដៃអញ្ចឹងទៅអាចធ្វើនេះនោះសកម្មភាពផ្សេងៗដើម្បីឲ្យយើងដឹងថាមនុស្សធម្មតាគេធ្វើបានអញ្ចឹងបើមនុស្សស្បឹងគាត់ធ្វើបានតែគាត់ជានៅជាមនុស្សធម្មតាអត់បាត់បង់សតិអញ្ចឹងហើយក្នុងការតេស្តអីផ្សេងៗយើងគួរតែតេស្តគាត់មុនឲ្យគាត់បើកបោមុនឲ្យគាត់ឡើងលើឡានឬឡើងលើម៉ូតូដើម្បីចង់ការទៅអីចឹងទៅហ្នឹងហើយគួរតែតែនឹងមិនចឹងទីយើងជាមិត្តភក្តិល្អមិត្តភក្តិដែលយល់មិត្តភក្តិដែលបារម្ភពីមិត្តភក្តិអញ្ចឹងទៅប៉ុន្តែក្នុងអាហ្នឹងក៏ក្នុងសម្ពាធសង្គមដូចគ្នាហ្នឹងហើយមួយជាមួយខ្លួនហ្នឹងហើយហេតុផលទាំង5ដែលខ្ញុំនិយាយមកនេះឯងគឺជាហេតុផលដែលធ្វើឲ្យមនុស្សម្នាក់ហ្នឹងក្លាហានក្នុងការបើកបោហ៊ានបើកបោអីចឹងទៅដោយសារតែគាត់គិតថាគាត់អត់អីទេគាត់មានបញ្ហាទេវានៅចិត្តទេអញ្ចឹងទៅវាស្អីទេប៉ុណ្ណឹងអញ្ចឹងទៅក្រោយពីមានហេតុផលទាំង5ហ្នឹងហើយធ្វើឲ្យមនុស្សហ្នឹងហ៊ានបើកបោហ្នឹងហើយដល់ពេលហ៊ានបើកបោទៅតាមឧទាហរណ៍យើងវិភាគទៅដល់លើការមានគ្រោះថ្នាក់ចរាចរណ៍ការមានកើតមានគ្រោះថ្នាក់ចរាចរណ៍ហ្នឹងដោយសារតែបើយើងមើលពីមូលដ្ឋានគ្រឹះមកមាន3ចំណុចទី1គឺទាក់ទងនឹងការប្រតិកម្មយឺតចង់ន័យថាមិនមានន័យថាឧទាហរណ៍មនុស្សធម្មតាមើលឃើញរបស់នៅពីមុខឡានឧទាហរណ៍យើងបើកឡានចង់មើលឃើញរបស់មុខឡានហ្នឹង10ម៉ែត្រឬក៏20ម៉ែត្រអញ្ចឹងអាចចង់5ម៉ែត្រណាប៉ុន្តែមនុស្សរបស់គាត់អាចចង់5ម៉ែត្រទេចង់អត់តដោយសារតែអីគេសកម្មភាពរបស់គាត់យឺតវា slow វាស្ពឹកយល់អត់នេះគួរដឹងទេមនុស្សស្បឹងហើយមនុស្សអត់ស្បឹងវាខុសគ្នាមិនមនុស្សអត់ស្បឹងវាហាក់ខ្លួនជាងមនុស្សដែរស្បឹងអញ្ចឹងហើយការប្រតិកម្មយឺតនឹងវាធ្វើឲ្យកើតមានយ៉ាងណាយល់20ម៉ែត្រមនុស្សធម្មតាអត់អាចគ្រោះថ្នាក់ចរាចរណ៍ឬក៏អីចឹងណាប៉ុន្តែមនុស្សបើមនុស្សស្បឹង20ម៉ែត្រមកដល់ទី2ជាតនឹងការវិនិច្ឆ័យខុសនេះថាម៉េចឧទាហរណ៍នៃការបត់ចេញបត់ឆ្វេងបត់ស្ដាំឲ្យវាខុសឲ្យថាបុកគ្នាអញ្ចឹងគិតអត់ចេញទេមនុស្សធម្មតាគិតថាអូគួរតែងាកខាងស្ដាំគួរតែងាកខាងឆ្វេងបានអីចឹងទៅដើម្បីកិច្ចផលមកគ្រោះថ្នាក់ចរាចរណ៍ដល់ពេលមនុស្សស្បឹងគឺស្ពឹកដូចខ្ញុំនិយាយគួរស្ពឹកវាបត់អត់តន់គិតអត់តន់ចឹងហើយបូមកិច្ចអត់តន់ទាំងពីរនឹងមិនឲ្យបូកជាមួយមួយទៀតគឺការគ្រប់គ្រងឡើងខ្សោយមានថា
ដូចខ្ញុំនិយាយចឹងគឺឡានបច្ចុប្បន្នវាមានអីគេគេហៅអីគេsmart ថែខ្ញុំនឹងនិយាយគេហៅតែសំខាន់គេមានបុក AI បុកអីថែមទៅក្នុងហ្នឹងទៅវាឲ្យឡានហ្នឹងវាប្រសើរជាងមុនពេលខ្លះវាអាចឈប់ឡានដោយខ្លួនឯងបានតែម្ដងយើងមានហើយនៅណាប៉ុន្តែស្រុកគេវាមានហើយតែតោះហ្នឹងពេលមនុស្សដែលអាចគ្រប់គ្រងខ្លួនឯងបានវាហ្នឹងគេឲ្យអូតូខាយចឹងទៅអូតូគេអូតូ pilot ហ្នឹងហើយចឹងទៅក៏អាចគ្រប់គ្រងបានតែចឹងលក្ខខណ្ឌទាំង3ហ្នឹងមិញហ្នឹងធ្វើឲ្យមនុស្សហ្នឹងអត់ធ្វើឲ្យមានគ្រោះថ្នាក់ការចោលកើតឡើងគឺទី1ទៅនឹងការមានប្រតិកម្មយឺតរបស់អ្នកបើកបរទាក់ទងនឹងការវិនិច្ឆ័យខុសហើយជាមួយនឹងការគ្រប់គ្រងឡានខ្សោយគេគាត់គ្រប់គ្រងឡានអត់បានគ្រប់គ្រងចង្កូតឡានអត់បាននេះទៅក៏បណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងការមានគ្រោះថ្នាក់ចរាចរណ៍កើតឡើងវាធ្វើឲ្យមានផលប៉ះពាល់ដល់មនុស្សជាមួយខ្លួនគាត់ទាំងខ្លួនគាត់ផ្ទាល់អ្នកបើកហ្នឹងហើយក៏មនុស្សជាមួយខ្លួនគាត់ដែរវាធ្វើដំណើរលើដងផ្លូវទាំងនេះហើយក៏ប៉ះពាល់ទៅដល់ទ្រព្យសម្បត្តិពេលខ្លះអាចប៉ះពាល់ទ្រព្យសម្បត្តិរបស់សាធារណៈទ្រង់ផ្លូវទាំងអីហ្នឹងហើយទាក់ទងនឹងប៉ះពាល់ទ្រព្យសម្បត្តិសាធារណៈរបស់សាធារណៈទ្រព្យសម្បត្តិរបស់បុគ្គលដូចជាខូចខាតឡានរបស់គាត់ដូចជាប៉ះឡានគេផ្សេងក៏ខាំតូចផ្សេងទៅអាហ្នឹងខូចខាតការផ្នែកសម្ភារៈអីចឹងទៅហ្នឹងហើយអញ្ចឹងដែរសរុបវិញក្នុងវីដេអូខ្ញុំនេះខ្ញុំចង់មានន័យថាម៉េចក្នុងនៃវីដេអូខ្ញុំនិយាយមកដល់មិញនេះគឺខ្ញុំបាននិយាយអំពីរឿងដែលកើតឡើងក្រោយពីគ្រោះថ្នាក់ចរាចរណ៍ទេខ្ញុំនិយាយពីរឿងមុនដែលកើតឡើងគ្រោះថ្នាក់ចរាចរណ៍អញ្ចឹងសូមឲ្យងាយដាច់ទាក់ទងរឿងហ្នឹងហើយចង់និយាយចាតាមពិតទៅមនុស្សស្វឹងមិនមែនគ្រាន់តែស្វឹងប៉ុណ្ណឹងទេវាកើតឡើងមកពីបញ្ហាខាងផ្នែកគូក្បាលមានន័យថាម៉េចគូក្បាលមនុស្សវាគួរតែប្រាប់ថាកុំបើកបោអីចឹងណាប៉ុន្តែត្រូវបានស្រាផ្អាកឲ្យនិយាយផ្អាកគូក្បាលឲ្យប្រាប់ម្ចាស់វាថាកុំបើកបោយល់អត់ចឹងហើយបានជាមនុស្សហ្នឹងហ៊ានបើកបោដោយសារតែបានទទួលសញ្ញាបានទទួលព័ត៌មានពីគូក្បាលទេចឹងហើយអានឹងហើយវាមកពីស្រាខ្ញុំគំនិតថាអ្នកគ្នាចូលចិត្តស្រារបៀបណាឬឆ្ងាញ់របៀបណាឬក៏មិនអ្នកនេះផឹកដោយសារតែវាឆ្ងាញ់ឬក៏អ្នកនេះផឹកដោយសារតែមូលហេតុផ្សេងខ្ញុំគិតថាដោយសារមូលហេតុផ្សេងដែរព្រោះបើគិតថាវាឆ្ងាញ់ដូចជាវាមិនឆ្ងាញ់ទេតាមខ្ញុំផឹកទៅចឹងហើយចុងក្រោយខ្ញុំក៏មានអីនិយាយច្រើនដែរខ្ញុំក៏សូមសំណូមពរទៅថាបើស្វឹងហើយកុំបើកបោអីហ្នឹងហើយបើវាប៉ះពាល់តែជីវិតរបស់អ្នកខ្លួនឯងផ្ទាល់ដែលជាអ្នកបើកបោអ្នកស្វឹងហ្នឹងខ្ញុំមិនថៃទេបើបោទៅងាប់ណាងាប់ទៅកើតអីតែឯងកើតទៅប៉ុន្តែវាមិនអញ្ចឹងវាទៅប៉ះពាល់ដល់ជីវិតអ្នកដទៃដែលគេអត់ដឹងអីគេធ្វើដំណើរដងផ្លូវធម្មតាហ្នឹងដែលបែរជាទៅប៉ះពាល់ដល់ជីវិតរបស់គេដោយសារតែហេតុផលនេះបាទខ្ញុំចេញមកនិយាយវីដេអូហ្នឹងអញ្ចឹងណាខ្ញុំអត់កម្រឃើញមានហេតុការណ៍ណាដែលបើកបោទៅបុកបកគប់លើងាប់តែឯងទេមិនងាប់តែឯងចឹងខ្ញុំអបអរសាទរមែនតើខ្ញុំនិយាយមែនខ្ញុំនិយាយចឹងវាទៅជាបាបដែរទៅពេលចឹងតែខ្ញុំចង់ឲ្យកាត់ឡើងចឹងមែនគឺអត់សបឲ្យបើកបោបុកអីបុកទៅបុករបស់បោអីងាប់តែឯងទៅហ្នឹងអត់ថាខ្ញុំអត់ខឹងអត់អីហ្មងខ្ញុំអែហ្មងមើលប៉ុន្តែបើសិនជាបើកបោទៅបុកមនុស្សបុកអីលើដងផ្លូវខ្ញុំមើលទៅវាអក្រក់មើលហើយក៏មានការសោកស្ដាយមែនទែនក៏វីដេអូនេះក៏សូមសម្ដែងការសោកស្ដាយដល់ជនរងគ្រោះទាំងអស់ដែលទទួលរងគ្រោះពីមនុស្សស្វឹងដែលបើកបោពួកដែលបើកបោបុកឬក៏គ្រោះថ្នាក់ចរាចរណ៍ទៅដល់ប៉ះពាល់ដល់អាយុជីវិតរបស់ពួកគាត់ខ្ញុំពិតជាសូមសោកស្ដាយហ្នឹងហើយបើសិនជាអាចទៅរួចមនុស្សដែលផឹកស្វឹងហ្នឹងសូមឲ្យហ្នឹងហើយបើកបោឲ្យងាប់តែឯងទៅបាយបាយ